សូមស្វាគមន៍មកកាន់ Channel របស់យើងថ្ងៃនេះយើងនឹងបង្ហាញអ្នកពីរបៀបធ្វើស៊ុបស៊ីឈាន់ខ្មែរមួយដែលមានរសជាតិឆ្ងាញ់ក្លិនក្រអូបហើយពោរពេញដោយអត្ថប្រយោជន៍សុខភាពវីដេអូនេះសមស្របសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តម្ហូបអាស៊ីនិងចង់សាកល្បងមុខម្ហូបសុខភាពថ្មីយើងនឹងបង្ហាញពីគ្រឿងផ្សំសំខាន់និងអត្ថប្រយោជន៍សុខភាពរបស់ពួកវាដូចជាស៊ីឈាន់ពងទាខ្ទឹមជ្រក់ស្ពៃបូកគោនិងទេសចាំមើលរបៀបធ្វើជំហានលំដាប់លំដោយនិងរៀនពីអត្ថប្រយោជន៍សុខភាពមួយសម្រាប់មុខម្ហូបនេះសម្ភារៈត្រូវត្រៀមស៊ីឈាន់200ក្រាមកាត់ជាបន្ទះតូចឬស៊ីឈាន់កន្ទុយក៏បានពងទាកូន2គ្រាប់ខ្ទឹមស្ពី3កំពឹសកិនឲ្យម៉ត់ស្លឹកគ្រៃ1ដើមបំបែកដាក់ម្ទេសបិទសម្រាប់អ្នកចូលចិត្តហឹរទឹកស៊ុបប្រហែល4កែវទឹកត្រី2ស្លាបព្រាបាយអំបិលបន្តិចម្សៅស៊ុបឬម្សៅសាច់មាន់ស្លាបព្រាបាយស្ករស្លាបព្រាកាហ្វេខ្ទឹមបារាំងបន្តិចកាត់ជាបន្ទះតូចស្លឹកគ្រៃឬស្លឹកជីវ៉ាន់ស៊ុយសម្រាប់រំលងក្លិនរបៀបធ្វើ1ដំបូងដាំទឹកឲ្យពុះសិនបន្ទាប់មកដាក់ស្លឹកគ្រៃនិងខ្ទឹមសកិនចូលទៅដើម្បីឲ្យទឹកមានក្លិនក្រអូប2បន្ថែមស៊ីឈាន់ចូលទៅក្នុងទឹកពុះនោះហើយចាក់ទឹកត្រីអំបិលស្ករនិងម្សៅស៊ុបច្របល់ឲ្យសព្វ3ដាំឲ្យពុះសិនប្រហែល5-7នាទីរហូតស៊ីឈាន់ទន់ហើយទឹកស៊ុបមានរសជាតិ4នៅពេលនោះបុកពងទាកូនហើយចាក់ចូលក្នុងស៊ុបយ៉ាងតិចចាក់បន្តិចហើយកូរបន្តិចដើម្បីឲ្យពងទារសជាតិស្រួលនិងប៉ះស៊ីឈាន់បានស្អាត5បន្ថែមខ្ទឹមបារាំងនិងទេសបិទបើចង់រួចច្របល់ស្រាល6ចាំឲ្យពុះម្ដងទៀតបន្តិចបិទភ្លើងហើយរំលងជាមួយស្លឹកជីវ៉ាន់ស៊ុយឬស្លឹកគ្រៃស្មើក៏បានចំណាំសម្រាប់ឲ្យឆ្ងាញ់ពិសេសប្រើស៊ីឈាន់ស្រស់និងពងទាកូនថ្មីធានាថារសជាតិពិតអាចបន្ថែមស្ពៃក្តោបឬស្លឹកគ្រៃបន្ថែមដើម្បីឲ្យមានក្លិនក្រអូបបើចូលចិត្តឆ្ងាញ់ជាតិហឹរអាចបន្ថែមម្ទេសបិទឬម្ទេសស្រស់បន្ថែមចុងក្រោយស៊ុបស៊ីឈាន់ដាក់ពងទាកូននេះល្អណាស់សម្រាប់បរិភោគជាមួយបាយក្តៅឬអាចផឹកជាស៊ុបពេលព្រឹកក៏បានអត្ថប្រយោជន៍សម្រាប់សុខភាព1ជួយបំប៉នកម្លាំងនិងជាតិប្រូតេអ៊ីនខ្ពស់ស៊ីឈាន់និងពងទាគឺជាប្រភេទម្ហូបដែលមានប្រូតេអ៊ីន protein ខ្ពស់ជាងគេមួយប្រូតេអ៊ីនជួយស្ដារសាច់ដុំធ្វើឲ្យរាងកាយមានកម្លាំងសមស្របសម្រាប់អ្នកធ្វើការតែងតែចល័តឬអ្នកហាត់ប្រាណការទទួលទានស៊ុបនេះជាប្រចាំអាចជួយឲ្យរាងកាយស្រស់ស្រាយមិនងាយនឿយហត់2ជួយបង្កើនភាពធន់នឹងជំងឺស៊ីឈាន់និងពងទាមានសារធាតុចិញ្ចឹមច្រើនដូចជា zinc, iron និង vitamin B complex ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ immune system របស់រាងកាយវាជួយការពារពីជំងឺផ្ដាសាយឬជំងឺឆ្លងតូចនិងធ្វើឲ្យរាងកាយឆ្លាតវៃក្នុងការទប់ទល់នឹងបាក់តេរី3បំប៉នខួរក្បាលនិងប្រព័ន្ធប្រសាទពងទាមានសារធាតុ choline និង omega 3 fatty acids ដែលសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាលនិងការចងចាំជាពិសេសសម្រាប់កុមារឬអ្នកធ្វើការគិតច្រើនស៊ុបប្រភេទនេះអាចជួយឲ្យអារម្មណ៍ស្រស់ស្រាយមិនងាយនឿយនិងជួយឲ្យគិតបានច្បាស់លាស់ជាងមុន4ជួយថែរក្សាស្បែកសក់និងក្រចកក្នុងស៊ីឈាន់និងពងទាមានវីតាមីន A, D, E និងសារធាតុអាហារដែលជួយបំប៉នស្បែកឲ្យភ្លឺស្រស់បន្ថយភាពស្លេកស្លាំងនិងជួយឲ្យសក់ក្រចករឹងមាំអ្នកដែលញ៉ាំស៊ុបប្រភេទនេះជារឿយស្បែកមុខនឹងមើលទៅមានសំណើមនិងសុខភាពល្អ5ជួយសម្រួលប្រព័ន្ធរំលាយអាហារស៊ុបជាទឹកក្តៅមានជាតិខ្លាញ់តិចនិងងាយរំលាយវាអាចជួយឲ្យពោះដើរល្អបំបត្តិអារម្មណ៍អៀនពោះនិងជួយឲ្យសកម្មភាពរំលាយអាហាររលូនបើញ៉ាំក្នុងពេលត្រជាក់ឬពេលខ្សោយកម្លាំងវាជួយឲ្យរាងកាយកក់ក្តៅនិងមានសុខភាពប្រសើរឡើង6ជួយស្ដារថាមពលបន្ទាប់ពីជំងឺសម្រាប់អ្នកទើបជាសះស្បើយពីជំងឺឬស្ត្រីសម្រាលកូនថ្មីស៊ុបស៊ីឈាន់ដាក់ពងទាជាជម្រើសល្អណាស់វាផ្ដល់ជាតិប្រូតេអ៊ីននិងវីតាមីនចាំបាច់ដែលជួយឲ្យរាងកាយស្ដារឡើងវិញបានលឿននិងជួយបង្កើនសំណើមក្នុងឈាម7ជួយបន្ថយអារម្មណ៍តានតឹងនិងអស់កម្លាំងទឹកស៊ុបក្តៅនិងរសជាតិផ្អែមស្រួយរបស់ពងទាអាចជួយធ្វើឲ្យអារម្មណ៍ស្រួលចិត្តបន្ថយភាពតានតឹងនិងធ្វើឲ្យងាយដេកវាស័ក្តិសមសម្រាប់ញ៉ាំពេលល្ងាចឬពេលត្រជាក់សេចក្តីសន្និដ្ឋានស៊ុបស៊ីឈាន់ដាក់ពងទាមិនត្រឹមតែឆ្ងាញ់ទេប៉ុន្តែជាម្ហូបមានតម្លៃចំណីអាហារខ្ពស់ដែលអាចជួយថែរក្សាសុខភាពបានគ្រប់ជ្រុងជ្រោយចាប់ពីសាច់ដុំខួរក្បាលរហូតដល់ស្បែកនិងអារម្មណ៍ផងដែរបើញ៉ាំប្រចាំសប្តាហ៍2ដងឬ3ដងក៏គ្រប់គ្រាន់សម្រាប់បន្ថែមជាតិចិញ្ចឹមដល់រាងកាយ
ខ្ទឹមជ្រក់នៅក្នុងស៊ុបមែនតែនអ្វីទៅខ្ទឹមជ្រក់ជាស្លឹកតូចប្រភេទអោលដែលមានរសជាតិស្រស់ដូចជាខ្ទឹមនិងខ្ទឹមបារាំងតែមានក្លិនផ្កាយស្រួលនិងរសជាតិទន់ជាងនៅក្នុងស៊ុបស៊ីឈាន់ដាក់ពងទាកូនវាផ្ដល់ក្លិនក្រអូបនិងរសជាតិស្រួលដែលលាយធ្វើឲ្យស៊ុបមានមុខទង្សីនិងក្បោះក្បាយច្រើនឡើងរបៀបជ្រលក់ខ្ទឹមជ្រក់ជាមួយពងទាកូនលឿននិងឆ្ងាញ់សម្រាប់បង្គោលតិចសម្រាប់2-3កែវស៊ុបខ្ទឹមជ្រក់1ដៃកាត់ប្រវែង3-4 សង់ទីម៉ែត្រពងទាកូន4-5 1គ្រាប់បុកឬចាក់ពងប្រេងឆា1ស្លាបព្រាបាយឬខ្ទិះអំបិលបន្តិចនិងម៉ាំងម្ទេសបន្តិចសម្រាប់រសជាតិវិធីធ្វើ1កាត់ខ្ទឹមជ្រក់ស្អាតបុកពងទាកូនបើចូលចិត្តឲ្យចម្រាស់2ចំហុយកំបោរពុះ2រហូតពេញចំហាយដាក់ប្រេងឆាត់1 3ចាក់ទឹកពងទាកូនចូលភ្លាមហើយច្របល់ឲ្យជ្រុះ scramble តែប្រហែល 30-45 វិនាទី4បន្ថែមខ្ទឹមជ្រក់ហើយឆាបន្តិចទៀត20-30 វិនាទីទៅខ្ទឹមទ្របទន់ប៉ុន្តែស្រស់នៅ5បិទភ្លើងហើយដាក់ទៅក្នុងចានស៊ុបឬត្រឡប់ចាក់ចូលក្នុងស៊ុបនៅចុងក្រោយដើម្បីរក្សាសាច់និងក្លិនក្រអូបចំណាំកុំឆាបានយូរពេកដើម្បីខ្ទឹមមិនបាត់ក្លិននិងសារធាតុចិញ្ចឹមអត្ថប្រយោជន៍សុខភាពនៃខ្ទឹមជ្រក់ក្បោះក្បាយបែបសាមញ្ញពោរពេញដោយវីតាមីននិងរ៉ែខ្ទឹមជ្រក់មានវីតាមីន A, K និងរ៉ែដូចជាកាល់ស្យូមនិងដែកជួយសុខភាពឆ្អឹងនិងប្រព័ន្ធឈាមជួយពង្រឹងប្រព័ន្ធភាពស៊ាំមានសារធាតុប្រឆាំងអុកស៊ីដង់និងសារធាតុស្លាបផ្សិតប្រភេទស៊ុលហ្វឺរដែលមានអត្ថប្រយោជន៍ក្នុងការបន្ថយបាក់តេរីនិងវីរុសជួយរំលាយអាហារធ្វើឲ្យការលូតលាស់ប្រព័ន្ធចង្ទឹមនិងជួយរំលាយក្លឹមសារធាតុជួយបញ្ជាសារធាតុកើនផ្លូវឈាមសារធាតុខ្លះអាចជួយបន្ថយការខ្លាចក្នុងប្រព័ន្ធសរសៃឈាមនិងគាំទ្រសុខភាពបេះដូងទោះបីជាក៏តិចមិនច្បាស់ពេញលេញដូចថ្នាំក៏ដោយជួយដល់ស្បែកនិងសក់វីតាមីន A និងរ៉ែជួយលើរូបភាពស្បែកនិងចង្វាក់សុខភាពសក់កាត់បន្ថយអារម្មណ៍តានតឹងក្លិនក្រអូបនិងចំណីកម្ចាត់ទុកថាអាចធ្វើឲ្យមានអារម្មណ៍ផាសុខភាពបានរឿងនេះសំខាន់ពេលញ៉ាំស៊ុបក្តៅការប្រុងប្រយ័ត្នសាមញ្ញសម្រាប់មនុស្សឈឺចាប់ឬមានអាឡែស៊ីប្រភេទអាលៀមបន្ថែមខ្ទឹមជ្រក់ជ្រលក់ជាមួយពងទាកូននៅចុងក្រោយនៃការធ្វើស៊ុបវាធ្វើឲ្យរសជាតិផ្កាយក្លិនក្រអូបនិងសរសៃស៊ុបមានភាពក្បោះក្បាយដូចជាបរិភោគនៅផ្ទះបុគ្គលិកស្និទ្ធស្នាល1ជីពងទាកូន Chinese Leek Garlic Chives ជីពងទាកូនគឺជារុក្ខជាតិដែលមានក្លិនក្រអូបបែបខ្ទឹមនិងជារឿងមិនអាចខាននៅក្នុងស៊ុបស៊ីឈាន់ដោយវាបន្ថែមរសជាតិនិងមានអត្ថប្រយោជន៍សម្រាប់សុខភាពជាច្រើនអត្ថប្រយោជន៍សម្រាប់សុខភាព1បន្ថែមវីតាមីននិងរ៉ែចាំបាច់ជីពងទាកូនមានវីតាមីន A សៀននិងខ្ពស់ជួយថែរក្សាស្បែកឆ្អឹងនិងការប៉ះពាល់ប្រព័ន្ធឈាមឲ្យធម្មតា2ជួយពង្រឹងប្រព័ន្ធភាពស៊ាំសារធាតុ Sulfur និងអង់ទីអុកស៊ីដង់ក្នុងជីពងទាកូនជួយការពាររាងកាយពីបាក់តេរីនិងវីរុសវាល្អសម្រាប់បង្ការជំងឺផ្ដាសាយឬជំងឺផ្លូវដង្ហើមបន្តិច3ជួយរំលាយអាហារនិងកាត់អារម្មណ៍ពោះអៀនជីពងទាកូនជួយបន្ថែមជាតិវីបឺឲ្យរាងកាយធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អនិងសម្រួលការបត់បែនពោះ4ជួយថែរក្សាសុខភាពបេះដូងមានសារធាតុដែលជួយបន្ថយកូលេស្តេរ៉ុលនិងលើកកម្ពស់សម្ពាធឈាមឲ្យសមរម្យ5ជួយបន្ថែមថាមពលនិងកម្ដៅក្នុងរាងកាយជីពងទាកូនជាបន្លែដែលមានលក្ខណៈក្តៅតែងតែប្រើក្នុងម្ហូបបែបអាស៊ីដើម្បីបន្ថែមកម្ដៅឲ្យរាងកាយស្រួលពេលត្រជាក់ឬពេលមានអាកាសធាតុសើម2ស្ពៃបូកូស្ពៃបូកូជាបន្លែប្រភេទស្ពៃមានសាច់ស្រស់ទន់និងមានរសជាតិផ្អែមបន្តិចពេលដាក់ក្នុងស៊ុបស៊ីឈាន់វាធ្វើឲ្យស៊ុបមានភាពផ្អែមធម្មជាតិនិងបន្ថែមជាតិចិញ្ចឹមដល់ម្ហូបអត្ថប្រយោជន៍សម្រាប់សុខភាព1ពោរពេញដោយវីតាមីននិងជាតិចិញ្ចឹមស្ពៃបូកូមានវីតាមីន K និង Folate ខ្ពស់ជួយស្ដារសែននិងលើកកម្ពស់ប្រព័ន្ធភាពស៊ាំ2ជួយសម្អាតរាងកាយ Detox មានជាតិជួយសម្អាតថ្លើមនិងសម្រួលការបំបត្តិសារធាតុពុលតូចក្នុងឈាមជាពិសេសសម្រាប់អ្នកញ៉ាំម្ហូបខ្លាញ់ឬមានជាតិអំបិលខ្ពស់3ជួយរំលាយអាហារនិងការបត់បែនពោះមានជាតិវីបឺច្រើនជួយបង្កើនប្រតិកម្មក្នុងពោះនិងការចេញធម្មជាតិអ្នកដែលញ៉ាំស៊ុបនេះជារឿយមិនងាយមានបញ្ហាពោះអៀន4ជួយថែរក្សាឆ្អឹងនិងស្បែកវីតាមីននិងកាល់ស្យូមក្នុងស្បែកជួយបង្កើនសុខភាពឆ្អឹងនិងធ្វើឲ្យស្បែកភ្លឺស្រស់5ជួយបន្ថយអារម្មណ៍តានតឹងនិងធ្វើឲ្យញីដេកស្ពៃបូកូមានអាស៊ីតអាមីណូបន្តិចដែលជួយសម្រាកប្រព័ន្ធប្រសាទធ្វើឲ្យស្ងប់និងញីដេកការលាយបញ្ចូលក្នុងស៊ុបស៊ីឈាន់ពេលយើងដាក់ជីពងទាកូនស្ពៃបូកូជាមួយស៊ុបស៊ីឈាន់និងពងទា
វាបង្កើតរសជាតិផ្អែមស្រួយបន្ថែមក្លិនក្រអូបនិងជាតិធម្មជាតិឲ្យស៊ុបកាន់តែឆ្ងាញ់បន្ថែមជាតិ fiber វីតាមីននិងរ៉ែច្រើនដែលជួយសុខភាពទាំងខាងក្នុងនិងខាងក្រៅស៊ុបនេះក្លាយជាម្ហូបបែបសមរម្យមានទឹកក្តៅបន្លែសាច់ស៊ីឈាន់និងពងទាជាសមាសធាតុបំពេញគ្នាផ្ដល់ថាមពលនិងសុខភាពល្អសេចក្តីសន្និដ្ឋានស៊ុបស៊ីឈាន់ដែលមានជីពងទាកូននិងស្ពៃបូកគោគឺជាម្ហូបសាមញ្ញតែពោរពេញដោយសារធាតុចិញ្ចឹមនិងអត្ថប្រយោជន៍សម្រាប់រាងកាយវាអាចជួយបំពេញកម្លាំងបង្កើនភាពស៊ាំបន្ថយភាពតានតឹងនិងថែរក្សាសុខភាពទូទៅយូម៉ាបានទាំងពេលព្រឹកថ្ងៃឬល្ងាចក៏សមស្របដែរម្ទេសនៅក្នុងស៊ុបស៊ីឈាន់ម្ទេសជាគ្រឿងផ្សំតូចប៉ុន្តែមានឥទ្ធិពលធំលើរសជាតិម្ហូបនៅក្នុងស៊ុបស៊ីឈាន់គេប្រើម្ទេសបិទឬម្ទេសស្រស់ក្រហមបៃតងដើម្បីបន្ថែមភាពក្តៅហឹរនិងបង្កើនក្លិនក្រអូបឲ្យស៊ុបមានរសជាតិជាប់ចិត្តជាងមុនតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺម្ទេសមានអត្ថប្រយោជន៍សុខភាពជាច្រើនណាស់សារធាតុសកម្មសំខាន់ក្នុងម្ទេសគឺ capsaicin សារធាតុនេះជាអ្វីដែលបង្កើតអារម្មណ៍ក្ហឹរប៉ុន្តែវាក៏ជាសារធាតុព្យាបាលធម្មជាតិដ៏អស្ចារ្យឲ្យផងដែរអត្ថប្រយោជន៍សុខភាពនៃម្ទេសនៅក្នុងស៊ុបស៊ីឈាន់1. ជួយបង្កើនប្រព័ន្ធភាពស៊ាំម្ទេសសម្បូរទៅដោយវីតាមីន K និងវីតាមីន A ដែលជួយការពាររាងកាយពីវីរុសនិងបាក់តេរីការបន្ថែមម្ទេសក្នុងស៊ុបជួយឲ្យរាងកាយទប់ទល់នឹងជំងឺផ្ដាសាយឬឈឺក្បាលពីអាកាសធាតុត្រជាក់បានល្អ 2. ជួយកម្ដៅរាងកាយនិងបំបាត់អារម្មណ៍ត្រជាក់នៅពេលញ៉ាំស៊ុបស៊ីឈាន់ដែលមានម្ទេសតាមសារធាតុ capsaicin នឹងជួយបង្កើនការប៉ះពាល់ឈាមធ្វើឲ្យរាងកាយកក់ក្ដៅវាល្អសម្រាប់ញ៉ាំពេលមានអាកាសធាតុត្រជាក់ឬពេលរាងកាយខ្សោយ 3. ជួយរំលាយអាហារនិងបន្ថយជាតិខ្លាញ់ជួយលើកសកម្មភាពក្នុងក្រពះធ្វើឲ្យរំលាយអាហារលឿននិងបន្ថយការបង្កើតជាតិខ្លាញ់ក្នុងរាងកាយនេះហើយហេតុដែលម្ទេសតែងតែត្រូវបានប្រើក្នុងម្ហូបសម្រាប់បុគ្គលចង់រក្សាទម្ងន់ 4. ជួយសម្អាតច្រមុះនិងបន្ថយសម្ពាធក្នុងក្បាលពេលញ៉ាំម្ទេសយើងមានអារម្មណ៍ចង្អៀតច្រមុះប៉ុន្តែវាជាផលប្រយោជន៍ម្ទេសអាចជួយបំបត្តិស្លែនិងសារធាតុស្អិតក្នុងច្រមុះធ្វើឲ្យដង្ហើមស្រួលដូច្នេះស៊ុបម្ទេសក្តៅអាចជួយពេលជំងឺផ្ដាសាយឬផ្ដាសាយទឹកមាស 5. ជួយបន្ថយការឈឺចាប់តាមរាងកាយមានសម្បត្តិជួយបន្ថយការឈឺសាច់ដុំឬការឈឺឆ្អឹងតិចដោយវាបង្កើនការបញ្ចេញអរម៉ូនដែលជាអរម៉ូននៃអារម្មណ៍សប្បាយវាធ្វើឲ្យអ្នកមានអារម្មណ៍ស្រួលចិត្តនិងកាន់តែស្ដាយកម្លាំងក្រោយញ៉ាំស៊ុបម្ទេសក្តៅជួយលើកកម្ពស់ការលូតលាស់ឈាមនិងសម្ពាធឈាមសមរម្យម្ទេសជួយបង្កើនការបញ្ចេញអុកស៊ីសែនក្នុងឈាមនិងជួយឲ្យឈាមលូតលាស់ល្អវាអាចជួយបន្ថយហានិភ័យនៃជំងឺបេះដូងនិងការជាប់សរសៃឈាមបើញ៉ាំក្នុងបរិមាណសមរម្យ 7. ជួយកាត់បន្ថយអារម្មណ៍តានតឹងការញ៉ាំម្ហូបមានម្ទេសបន្តិចអាចជួយឲ្យរាងកាយបញ្ចេញអរម៉ូនសប្បាយដូចជា serotonin និង dopamine ដែលជួយបន្ថយអារម្មណ៍តានតឹងធុញនឿយនិងធ្វើឲ្យអារម្មណ៍ស្រួលចិត្តចំណាំសម្រាប់អ្នកញ៉ាំម្ទេសកុំប្រើច្រើនពេកប្រសិនបើអ្នកមានជំងឺក្រពះឬរោគសញ្ញាដុំពោះអាស៊ីតខ្ពស់សម្រាប់មនុស្សធម្មតាបរិមាណតិចមួយក្នុងស៊ុបគ្រប់គ្រាន់សម្រាប់ទទួលអត្ថប្រយោជន៍និងរក្សារសជាតិឲ្យសមរម្យសេចក្តីសន្និដ្ឋានម្ទេសក្នុងស៊ុបស៊ីឈាន់មិនត្រឹមតែបន្ថែមភាពហឹរឆ្ងាញ់និងក្លិនក្រអូបទេប៉ុន្តែវាជាឱសថធម្មជាតិដែលជួយបង្កើនសុខភាពទូទៅបង្កើនភាពស៊ាំជួយរំលាយអាហារបន្ថយការឈឺចាប់និងភាពតានតឹងធ្វើឲ្យរាងកាយកក់ក្ដៅនិងស្រួលចិត្តជាពិសេសពេលញ៉ាំជាមួយស៊ុបស៊ីឈាន់មានពងទាស្ពៃបូកគោនិងជីពងទាកូនវាក្លាយជាម្ហូបសុខភាពពិតដែលផ្ដល់ទាំងថាមពលនិងភាពសប្បាយចិត្តក្នុងពេលតែមួយស៊ុបស៊ីឈាន់អត្ថប្រយោជន៍សុខភាពនិងមុខងារនៃគ្រឿងផ្សំ 1. ស៊ីឈាន់មុខងារផ្ដល់ប្រូតេអ៊ីនខ្ពស់សម្រាប់សាច់ដុំនិងថាមពលរាងកាយជួយស្ដារកម្លាំងនិងធ្វើឲ្យរាងកាយមិនងាយនឿយមានសារធាតុចិញ្ចឹមសំខាន់ប្រព័ន្ធភាពស៊ាំ 2. ពងទាកូនមុខងារផ្ដល់ប្រូតេអ៊ីនស្រស់និងប្រសើរសម្រាប់ថាមពលនិងការលូតលាស់មានឆាឡៃនិងអូមេហ្គា 3 ជួយខួរក្បាលនិងប្រព័ន្ធប្រសាទជួយថែរក្សាស្បែកសក់និងក្រចក 3. ខ្ទឹមជ្រក់មុខងារផ្ដល់ក្លិនក្រអូបនិងរសជាតិទន់ល្អមានវីតាមីន A និងជាតិរ៉ែជួយសុខភាពឆ្អឹងនិងប្រព័ន្ធឈាមជួយការពារប្រព័ន្ធភាពស៊ាំនិងរំលាយអាហារជួយសុខភាពបេះដូងនិងកម្ដៅរាងកាយ 4. ស្ពៃបូកគោមុខងារមានវីតាមីន K និង folate ធ្វើឲ្យស្ដារសែននិងប្រព័ន្ធស៊ាំរបស់រាងកាយជួយសម្អាតរាងកាយនិងការបំបាត់សារធាតុពុលផ្ដល់ fiber ជួយប្រតិកម្មក្នុងពោះនិងការលូតលាស់សាច់ដុំ
ជួយថែរក្សាស្បែកនិងឆ្អឹងបន្ថែមភាពផ្អែមធម្មជាតិនិងស្រួលចិត្ត5ម្ទេសមុខងារផ្ដល់ក្លិនក្រអូបនិងភាពហឹរធ្វើឲ្យស៊ុបកាន់តែឆ្ងាញ់ជួយបង្កើនប្រព័ន្ធភាពស៊ាំវីតាមីន C វីតាមីន A កម្ដៅរាងកាយនិងជួយបន្ថយអារម្មណ៍ត្រជាក់ជួយរំលាយអាហារនិងបន្ថយជាតិខ្លាញ់ជួយសម្អាតច្រមុះនិងកាត់បន្ថយការឈឺចាប់លើកកម្ពស់ការលូតលាស់ឈាមនិងសម្ពាធឈាមសមរម្យរបាយការណ៍សង្ខេបគ្រឿងផ្សំមុខងារអត្ថប្រយោជន៍សុខភាពស៊ីឆនប្រូតេអ៊ីនខ្ពស់ស្ដារកម្លាំងជួយប្រព័ន្ធភាពស៊ាំពងទាកូនប្រូតេអ៊ីនឆូឡែនអមហ្គា3ថែរក្សាខួរក្បាលនិងស្បែកខ្ទឹមជ្រក់វីតាមីន A ខជួយស៊ាំរំលាយអាហារកម្ដៅរាងកាយស្ពៃបូកូវីតាមីន Fiber សម្រួលរាងកាយថែឆ្អឹងស្បែកម្ទេសកម្ដៅហឹរជួយស៊ាំរំលាយអាហារសម្អាតច្រមុះបន្ថែមអារម្មណ៍ផាសុកភាពសេចក្តីសន្និដ្ឋានស៊ុបស៊ីឆាន់ជាម្ហូបសុខភាពពេញលេញដោយមានស៊ីឆាន់ពងទាខ្ទឹមជ្រក់ស្ពៃបូកូនិងម្ទេសគ្រឿងផ្សំទាំងនេះផ្ដល់ប្រូតេអ៊ីនវីតាមីនរ៉ែ Fiber និងសារធាតុសកម្មធម្មជាតិដែលជួយសុខភាពរាងកាយនិងផ្លូវចិត្តការចំណាយពេលបន្តិចក្នុងការរៀបចំស៊ុបនេះអាចធ្វើឲ្យអ្នកទទួលបានម្ហូបឆ្ងាញ់និងសុខភាពល្អដោយក្នុងពេលតែមួយហើយនេះហើយរបៀបធ្វើស៊ុបស៊ីឆាន់ខ្មែរឆ្ងាញ់និងមានសុខភាពខ្ពស់បន្ទាប់ពីបានរៀនពីគ្រឿងផ្សំនិងអត្ថប្រយោជន៍សុខភាពរបស់ពួកវាអ្នកអាចធ្វើនៅផ្ទះបានយ៉ាងងាយនិងទទួលបានម្ហូបដែលឆ្ងាញ់និងមានថាមពលសូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូអាហារខ្មែរដ៏ឆ្ងាញ់និងមានអត្ថប្រយោជន៍ផ្សេងទៀតពី Channel របស់យើងសូមអរគុណចំពោះការទស្សនានិងជួបគ្នាវីដេអូក្រោយ